ក្រុមបញ្ចូលសម្លេងមយូរាវីដេអូសូមជូនរឿងស្នេហ៍និរន្តរ៍ភាគទីจะสั่งประมาณนะบ้างดิสักตีรอจ้าโอ้ยខ្ញុំបាក់ជើងហើយអូយជួយខ្ញុំផងអូយជួយផងជួយផងអូយជួយផងលោកកាត់អីហ្នឹងអូយកុំស្រ័យខ្លាំងអីខ្ញុំខ្លាចណាបើកឡានយ៉ាងម៉េចហ្នឹងគឺលោកជិះម៉ូតូមកដងខ្លួនឯងទេគឺនាងណាបើកឡានមកប៉ាខ្ញុំសុំទោសផងខ្ញុំមិនបានតាំងចិត្តទេណាអូយជើងខ្ញុំពិតជាបាក់ហើយទ្រាំលែងបានហើយមិនអីទេជិះឡានខ្ញុំក៏បានដែរចាំខ្ញុំនាំទៅមន្ទីរពេទ្យអូខ្ញុំក្រោមរួយទេអើខ្ញុំធ្វើយ៉ាងម៉េចទេអើយអានោះធំមានតម្លៃក្នុងឡានទៅកុំធ្វើបាបខ្ញុំកុំសម្លាប់ខ្ញុំណាអូយកុំធ្វើបាបខ្ញុំអូននេះតែជាមួយពួកយើងមិនឡោជើងវិញយកទៅក៏យកទៅនាំទៅខ្ញុំមិនទៅទេឡានម៉ែទៅកុំរឿសោះណាទៅអើលឿនឡើងមើលឡានមកចង់រឿទៀតឡើងមកលឿនឡើងនេះមកគ្នាមកទៅឡាណែអាយចង់ងាប់មែនទេទំនាក់កំណត់ចាស់ទៅបាច់ចូលនៅមិនទៅលឿនឡានប៉ូលីសមកភ្លាមឲ្យលើកដៃឡើងអាចៅលួចប្លន់តាមផ្លូវលើនេះពួកឯងជាប់គុកយូរហើយសែបនាំខ្លួនទៅឡើយនាំខ្លួនទៅលើចាប់ខ្ញុំទៅអីមិនអីទេចាតាមផ្លូវនេះស្ងាត់ណាស់ណាយ៉ាងណាស់នឹងបើកឡានប្រយ័ត្នផងណាអរគុណចា៎
ធ្វើយ៉ាងម៉េចទៅនាងហ្វុនហេតុអីក៏ចាប់យើងបែបនេះ យ៉ាងម៉េចនឹងចៅហ្វុនកើតអី ឯងបើកបៀស្លឹកអីបានជាថានាងហ្វុនយ៉ាប់ដល់ថ្នាក់នេះ អត់ទេខ្ញុំសំដៅទៅលើនោះ ហើយចៅហ្វុន ចៅហ្វុនចៅហ្វុនកើតអីនឹងចៅ មានអីទៅហ្នឹងហ៎ គឺខ្ញុំជួបនឹងចៅ ចៅ វាធ្វើជាជិះម៉ូតូទៅដួលពេលខ្ញុំចុះទៅជួយបានជាទឹកភ្លៀងបែបនេះទៅចា តើវាធ្វើអីឯងខ្លះទេនេះ អត់បានធ្វើទេគឺមានគេមកជួយតាន់ មកជួយនោះយ៉ាងម៉េចទៅក្មួយ លោកអេនក៏មកបាយអីខ្ញុំមិនសុខចិត្តទេណានេះជិតដល់ថ្ងៃរៀបការរបស់លោកហើយណាកុំធ្វើខ្លួនឲ្យព្រួយបារម្ភអី បងអេន នេះ បងមកដល់យូរហើយនៅអើយនេះទៅធ្វើស្អីនឹងបានជាទឹកខ្លួនជើង គឺបងបានជួបមនុស្សខូចឡានទៅតាមផ្លូវបងក៏ចុះទៅជួយបងថាប្រុសនឹងសុខម៉ែដោះដែរថាអនាគតកូនកំបងនឹងបាត់ទៅណាហើយ នាងនេះគេចូលទៅផ្ទះបាយគេធ្វើស៊ុបទុកត្រៀមឲ្យលោកអ៊ីនឹងណា អរគុណបាទគួរឲ្យស្រឡាញ់មែនអនាគតកូនកំបងរបស់បងនេះ មិននេះលិសោបកាយមែនទេ สองเราใกล้ชิดกันผูกสัมพันธ์ฝากหัวใจสร้างสรรค์ชีวิตใหม่ชีวิตสดใสใครเทียมทัน អូន សូមបងចាំមកប្រែណាបន្តិចទៀតរួចហើយ អូនហាន់ក្រានតិចហើយ ពិតមែនទេ បាទឲ្យបងហាន់វិញការឆានេះណាគឺត្រូវប្រើភ្លើងខ្លាំងបន្តិចបានវាឆ្ងាញ់ណាស់ នេះបងចាប់មែនធ្វើអាហារខ្លួនឯងនេះ មិនអីទេពិតជាមានថ្ងៃណាមួយដែលអូនធ្វើអាហារបានសម្រេចណាស់ប៉ុន្តែបងត្រូវជួយបង្រៀនអូនផង បាន อ้าวអូហូយថ្ងៃនេះបានភ្លក់អាហារថ្មីដៃរបស់លោកអ៊ីតហើយណា
អូឈ្ងុយខ្លាំងណាស់ហើយនៅត្រង់កន្លែងនេះឯងអូហូខ្ញុំសុំភ្លុកបានបន្តិចណាឆ្ងាញ់ណាស់លោកអ៊ីននៅមិនទាន់បានញ៉ាំផងសុំទោសផងណាមកពីខ្ញុំធំក្លិនឈ្ងុយពេកបានជាអត់ទ្រាំមិនបាននេះនឹកឃើញនៅថាចង់ទៅហនីមូនឯណានៅទេចាបងប្រាប់ច្រើនថ្ងៃហើយណាអូនខ្លាញ់ចិត្តបងមិនបាច់ប្រញាប់ទេអូនដឹងហើយថាពេលនេះបងជាប់រវល់ពិធីរៀបការត្រូវខាប់ពេលវេលាមកច្រើនណាស់អូនថាយកពេលហនីមូននេះទៅធ្វើការវិញល្អជាងណាមិនអីទេពេលនេះអូនជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតបងគ្រាន់តែអូនបានលើប៉ុណ្ណឹងអូនមានសេចក្តីសុខហើយមិនចាំបាច់ទៅហនីមូននៅទីណាទេអូនសម្លាញ់បងត្រៀមឈប់ការ3ខែនេះហើយគ្រប់យ៉ាងបងបានផ្ញើឲ្យមិនកន់អស់ហើយដូច្នេះបើអូនមិនចង់នៅចាំការងារយូរទេនោះអូនត្រូវទៅហនីមូនជាមួយបងណាបងអ៊ីនបងអ៊ីនល្អនឹងអូនណាបងដឹងទេថាស្នេហារបស់បងធ្វើឲ្យអូនមានសេចក្តីសុខក្នុងឆាកជីវិតខ្លាំងណាស់បើសិនជាអូនស្លាប់នៅថ្ងៃស្អែកនេះក៏អូនមិនសោកស្ដាយដែរណានេះយើងនឹងរៀបការជាមួយគ្នាណាកុំនិយាយពីរឿងស្លាប់អីល្អហើយដល់ម៉ែដោះគាត់មិនបានលឺកុំអីគាត់ស្ដីឲ្យហើយអូនសុំទោសផងណាមកពីអូនភ្លេចខ្លួនអូនគ្រាន់តែចង់ប្រាប់បងអ៊ីតឲ្យដឹងតែប៉ុណ្ណោះថាអូនមានសេចក្តីសុខប៉ុណ្ណាបើអញ្ចឹងយើងរស់នៅជាមួយគ្នាបានណានៅយូរធ្វើជាឪពុកជាម្ដាយជាតាជាយាយរហូតដល់ធ្វើជាទួតផងល្អទេល្អណាស់ចាស់ខ្ញុំសង្ឃឹមថាប៉ាម៉ាក់លោកអ៊ីតនៅលើឋានសួគ៌ពិតជាមើលឃើញល្អជាងខ្ញុំបានឃើញនៅពេលនេះដែរថាកូនប្រុសតែមួយរបស់លោកកំពុងតែមានគូសកលដែលសមរម្យយល់អញ្ចឹងទេអ្នកនាងប៉មិនហើយចាតម្រង់ទៅឲ្យត្រង់បានទេគឺមើលទៅវាមិនល្អមែនពត់ធូបងកុំរឿងច្រើនពេកនាងជិះទឹកឲ្យស្អាតបន្តិចទៅណាមើលទៅសត្វតែធូលីដីណាអើយណែហើយតែមិនជិះរៀបចំទៅវិញអេនៅមើលមកខ្ញុំទៀនរៀបចំថ្មីឥឡូវនេះភ្លាមរៀបចំថ្មីបាទអើយឯងនេះបាទហើយឆាប់ធ្វើទៅណារៀបចំឲ្យល្អទៅនេះនេះនាងជូតតុកយ៉ាងម៉េចហ្នឹងជូតឲ្យវាស្អាតបន្តិចឡើងមើលចុះធ្វើឲ្យរួចទៅពីដៃពីជើងជូតម្ដងទៀតទៅជូតម្ដងទៀតជូតឲ្យស្អាតចា
គឺនិយាយគាត់បែបនេះណាចៅផឹកទឹកក្តៅបន្តិចទៅយាយលីង អរគុណហើយមើលចុះគ្រាន់តែស្រ័យប៉ុណ្ណឹងលែងរួចហើយណាតាមមើលទៅខ្ញុំវាកាន់តែចាស់ឡើងហើយ ដូចជាយាយឯងនេះក៏ហៅតែចាំងច្រើនឆ្នាំមកហើយ អូស្លាប់ហើយមើលចុះការពិតត្រូវយកចិនប្រយ័ត្នត្រូវ អូយយ៉ាប់មេឃ បើដូចសម័យមុនកាលដែលយាយនៅពីកមុំអាពួកនេះវាមិនស្ដាប់បែបនេះណានិយាយលួចទៅធាក់ចំក្តារមុខវាយូរទៅហើយសំបីតែជេរវាក៏លែងរួចទៅហើយ ខ្ញុំចង់ប្រកែកដូចយាយដែរប៉ុន្តែនៅពេលខាងពួកគេមិនដឹងថាឲ្យពួកគេយ៉ាងម៉េច អូយមិនគិតច្រើនទេឯងជាស្រីមុខមាត់ស្អាតបាតរក្សាកុសត្រីទុកទៅណាចំណែកពួកនេះនៅខលខូចអស់ទៅនោះគឺទុកសម្រាប់ឲ្យអ្នកមុខមាត់អាក្រក់គេធ្វើទៅវិញចុះ ណែថាឲ្យខ្ញុំមិនទៅតាឆាង គឺនៅមិនតាន់ចប់ ស្អីទៀត ស្ដាប់ណាបើនិយាយទៅយាយឯងនេះទោះបីជាការធ្វើជាអ្នកលេងក៏មើលទៅគួរឲ្យស្រឡាញ់ដែរណ៎ រួចខ្លួន ប្រមាណរួចខ្លួនខ្ញុំរួចផុតហើយ ទោះបីយ៉ាងណាខ្ញុំក៏ចង់ជួយយាយខ្លះ អាវការពិតឯងជួយខាងផ្នែកកណន័យហើយណា តែខ្ញុំធ្វើខុសផងត្រូវផងហើយពួកចូលថែខ្ញុំរហូត កុំតែគិតច្រើនអីមនុស្សយើងវាមិនមែនប្រកែកគ្រប់យ៉ាងទាំងអស់នោះទេភ្លេចថាបន្តិចទៀតនេះគេនឹងត្រឡប់មកវិញហើយពេលនោះឯងរៀនចាញ់ពីគេមកក៏តែបានដែរមែនទេភ្លេចអត់ដឹង មិនភ្លេចទេខ្ញុំចាំមើលផ្លូវកាត់ជារៀងរាល់ថ្ងៃ បងបយជំរាបសួរបាទ អូហូអរគុណច្រើនណាស់បាទ អូជំរាបសួរចាអរគុណច្រើន អូជំរាបសួរបងបយអូបងបយពិតជាលយមែន អរគុណណាស់ចាស់ មកដល់ទាំងព្រឹកតែម្ដងកាចាស់អូយនិយាយស្ដីមកផ្ដោតកិត្តិយសឲ្យភ្ញៀវសោះអាជោអញ្ចឹងតើបានជាគ្មានភ្ញៀវចូលហាងនឹងណាមានតែភ្ញៀវដូចឯងនឹងទេអាហាបើហាងនេះណាមានតែឯងម្នាក់យ៉ាងណាក៏ខ្ញុំមិនចូលមកដែរណាវើយហាគួររំខានមែន មែនហើយមើលញូចាមើលញូ ត្រូវការពិសាអីដែរ យកទឹកសាបមកហើយអូនហ្វុនទៅណាបាត់ហើយ ត្រូវការស៊ីស័យឆាប់កំងទៅឯងសួររកក្មួយចង់ធ្វើអីគ្រាន់តែសួរបន្តិចទួចធ្វើដូចជាមានបញ្ហាអញ្ចឹងមកពីនឹកសួររក ជំរាបសួរលោកអ៊ំ ប្រាប់ប្រមាណដងហើយថាឲ្យហៅបងបយទៅហៅលោកអ៊ំអាក្រក់ខ្លាំងណាស់យ៉ាប់មែន សុំទៅផងចាស់ខ្ញុំភ្លេចទៀតហើយបងបយត្រូវការពិសាយដែរចាស់ គឺហៅបងបយអញ្ចឹងលោហើយមកហូបណាឆ្ងាញ់ហើយថ្លៃជាងគេបំផុតនៅក្នុងហាងនេះ 4-5 ចានមកណាមក អួតខ្លួនធ្វើជាអ្នកមានពធអើយអាតកែប្រពន្ធរត់ចោល ណែនិយាយដូចជាជ្រុលហួរពេកហើយវើយ ចាំពេលណាបងបយកំងអាហាររួចហើយអូនហ្វុនមកទទួលអอเดอร์ពីបងផងណា នៅទីបងនៅកំងមិនទាន់រួចផងបងនៅកំងភេសជ្ជៈផងណា អូចា ត្រូវការទឹកលៀងជើងទេ ណែដូចជ្រុលពេកវើយចំត្រង់លេងបានណាឯង ឈប់ បងបាយធ្វើចិត្តជាក់សិនតើបងប្រុងគាត់និយាយលេងទេចាណាសុំទោសចា និយាយលេងជាមួយបង ចាមែនហើយ ធ្វើចិត្តអតិចសន្តិចា មិនបាច់ហាមគេទេអូនហ្វុនទោះឲ្យគេពីរអ្នកឆ្លោះគ្នាទៅមកមើលក៏ត្រូវគ្នាល្អដូចជាបងវិញល្អជាង ដែលយសតទៅអូនហ្វុនខ្ញុំចាំអារម្មណ៍ឯងទេ មិនក៏ដឹង មើលចុះនេះអូថត់ដូចជ្រុំអញ្ចឹងមក អើណែឯងពីរអ្នកមកពីខាងណាឯងដឹងទេថាខ្ញុំជាណា អូយណែហើយទៅតមកតកវាធ្វើអីហ៎នាងហ្វុន មកពីគេជាភ្ញៀវនឹងណាយាយ
វាពិតមែនប៉ុន្តែជាភ្ញៀវប្រភេទមកញ៉ែឯងនៅឲ្យឆ្ងាយពីពួកវាល្អហើយហូយតែម្នាក់ឯងឈឺក្បាលសឹងស្លាប់ទៅហើយវាគិតយ៉ាងម៉េចបានជាវាមកដង្ហែគ្នាមកម្ដងដល់តែ3នាក់មិនអីទេចាំនិយាយទៅប្តេញពួកវាចាញ់ អូយកុំអីណាយេហាងយើងកំពុងអត់ភ្ញៀវផងបើគេមិនចូលទេយើងពិតជាខាន ហើយមិនដាញ់ក៏មិនដាញ់ប៉ុន្តែឯងនៅទីនេះហើយមិនបាច់ចេញទៅរកពួកវាទៀតទេដឹងទេ ចាយេ ណែចៅហ្វុនចៅយាយនេះបើឯងមិនសង្សារនឹងគេណាឯងត្រូវតែមានសង្សារល្អល្អដឹងទេអូយដូចជាអាពួកអននេះណាវាមិនបានឃើញផ្លូវសខ្ចីរបស់យាយទេប្រាប់ឲ្យដឹងទៅ ស្អាតណាស់អើមួយនេះស័ក្តិសមនឹងអញខ្លាំងណាស់ អើយមួយនេះពិតជាស្អាតមែនហើយល្អណាស់ល្អណាស់ ពណ៌នេះស័ក្តិសមនឹងអញហើយណា វារបស់ខ្ញុំសុំនាងឲ្យខ្ញុំវិញផង ប៉ុន្តែខ្ញុំជាអ្នកយកបានមុនណា ខ្ញុំយកវាទៅទុកខ្លួនឯងទេ ខ្ញុំក៏មិនដឹងដែរចាគ្រាន់តែដឹងថានាងយកទៅទុកកន្លែងដើមវិញបានន័យថានាងឡើងត្រូវការឲ្យមែនទេ អូខ្ញុំប្រាប់ថាខ្ញុំបដូរចិត្តហើយឆាប់លែងភ្លាមណា នេះកុំយល់ព្រមទីនេះមិនមែនផ្ទះរបស់នាងទេដែលនាងចង់និយាយស្អីយកទៅចិត្តខ្លួនឯងបែបនេះបើនាងយកអាវមួយនេះយកទៅទុកនៅកន្លែងដើមវិញហើយអ្នកណាគេក៏យកបានដូច្នេះបើនាងចង់បានវាទៅរកកន្លែងថ្មីទៀតទៅ ធ្វើចិត្តអតិចកុំឆ្លោះគ្នាអីចា នាងជួយហៅអ្នកយាមមកបណ្ដេញពីអ្នកនឹងចេញទៅរំខានដល់ភ្ញៀវអ្នកដតីពួកខ្វះសុជីវធម៌ ថាអ្នកណាគ្មានសុជីវធម៌នោះនាងឯងនេះឲ្យគ្មានសុជីវធម៌ សូមអ្នកទាំងពីរកុំឆ្លោះគ្នារក្សាភាពស្ងប់ស្ងាត់ផងចាឈុតមួយនេះហាងនាងខ្ញុំមានតែមួយប៉ុណ្្នឹងទេខ្ញុំសូមអនុញ្ញាតជាអ្នកឃ្លាចានាងយកអាចទៅទុកវិញជាសិទ្ធិរបស់នាងខាងនេះចាអរគុណច្រើនណាស់ចាអរគុណហើយណាអូប៉ា អេប៉ុន្តែឯងអរគុណខ្ញុំធ្វើអីឯងជាអ្នកទិញឈុតនេះឲ្យខ្ញុំមែនទេ ពួកប្រពន្ធចុងគេ មិននឹងនាងនិយាយថាម៉េចពេលតាសំដកពាក្យសំដីទៅវិញភ្លាម ដេកយកសពទៅគ្រាន់តែមើលក៏ដឹងដែរថាជាពួកលក់ខ្លួនឬពួកសពភីនី តែម្នាក់ជ្រឹបពេកហើយណា អុយអញចាស់ខ្ញុំមែនទេ អញបាយមិត្តភក្តិខ្ញុំហ៎នាងកុំឆ្លោះគ្នាអីចាហើយអ្នកណាក៏បានដែរនិយាយមកជួយផងចាអូយកុំឆ្លោះគ្នា វាយតបគ្នាផងយ៉ាងមិនដែររឿងដល់ប៉ូលីសទេ គឺមិនដល់ថ្នាក់នឹងទេព្រោះឯងខាងយើងនិងនាងខាងនោះឆ្លោះគ្នាវាយតបគ្នារហូតដល់អ្នកយាមចាប់ចេញពីគ្នានៅទីបំផុតគឺចៅគ្នាណា ពួកនាងទាំងពីរនេះពិតជាកាចក្រាន់បើមែន លោកមង្គលនៅមិនតាន់ដឹងទេណាខ្ញុំនឹងអូប៉ានេះនៅពេលមានរឿងឡើងមិនដែលរត់ចោលគ្នាទេសឹកចិត្តស្លាប់ទាំងអស់គ្នាតាំងពីសម័យនៅរៀនជាមួយគ្នាម្ល៉េះ ដោយដឹងស្រាប់ហើយបើអ្នកណាម្នាក់មានរឿងជាមួយនឹងយើងគឺយើងចាត់ទុកថាដូចជាមានរឿងជាមួយនឹងយើងពីរនាក់អញ្ចឹងដែរ ដល់ថ្នាក់នឹងផង ដូច្នេះណាបើតទៅលោកអ៊ីតធ្វើបាបនេះនោះដឹងហើយមែនទេថាពិតជាត្រូវអ្វី ខ្ញុំអត់ខ្លាចទេព្រោះខ្ញុំនឹងមើលថែរក្សានេះអស់មួយជីវិតរបស់ខ្ញុំ ហេតុអីបានជាយើងដកភាគហ៊ុន KKP ចេញទៅការពិតវាមានកម្រៃរាប់មិនអស់ KKP គឺល្អបានតែរយៈខ្លីប៉ុណ្ណោះបន្ទាប់ពីនេះទៅជាដំណឹងប្រាជ័យហើយ ប៉ុន្តែតួលេខលទ្ធផលពេលកណ្ដាលឆ្នាំកន្លងមកគឺថា កុំសូវជឿច្រើនពេកបើល្អមែនក្រុម17មិនរត់ចោលនោះទេខ្ញុំងាកទៅរក contract វិញល្អជាងក្នុងរយៈពេល3ឆ្នាំខ្ញុំមានទូទីថាយើងបានកម្រៃជិត 40% ដែលកន្លងមកលោកអ៊ីសារ៉ាមិនដែលផ្លត់ស្នៀតពួកយើងជឿលើលោកហើយ ប្រកាសឲ្យបានបើមិនជឿខ្ញុំឲ្យទៅជឿនរណាវិញណា
ណែមិនក៏ធ្វើមកបែបហ្នឹងឬមួយក៏ឯងមិនជឿសម្ដីខ្ញុំទេ ជឿវើយគ្រប់យ៉ាងកន្លងមកដោយសម្ដីឯងទាំងអស់ ហើយចេះហេតុអីក៏ឯងធ្វើមកបែបហ្នឹង គឺកំពុងតែពិបាកចិត្តនៅអំឡុងពេលដែលឯងបានទៅហានីមូននេះខ្ញុំធ្វើយ៉ាងម៉េចទៅខ្ញុំមិនប្រកែកដូចឯងទៀតណាអ៊ីន យើងអាចខលនិយាយគ្នាបានតាម្យ៉ាងទៀតមានរឿងខ្លះឯងពូកែជាងខ្ញុំព្រោះឯងធ្លាប់ធ្វើរួចមកហើយខ្ញុំជឿឯងណា យ៉ាងណាឆាប់ត្រឡប់មកវិញណា ហ៊ានទៅនេះមិនហួសពី3ខែទេ ណែប្រយ័ត្នណាខ្ញុំនឹងក្បត់យករបស់ឯងឲ្យអស់ពីខ្លួនណា បើឯងមិនសោកស្ដាយភាពជាមួយនឹងគ្នាដែលយើងបានសាប់គប់នឹងគ្នាជិត20ឆ្នាំមកទេនោះអញ្ចឹងក្បត់តាមសុបាយចុះគ្នាតែខ្ញុំមិនខឹងហើយក៏មិនយកវិញមកបានដែរ បងហ្វាន អត់តិចតិចហ្វុនបងដល់នឹងហាំរួចទេណាហ្វុនបងឯងនេះចេះធ្វើខ្លួននៅកូនក្មេងតកើតដែរមិនខ្មាស់ស្ដាខ្លះទេហ៎ សូដា បាទមកចូលខ្ញុំទៅចាំស្រាប់ហើយ សូដា មីងហ្វុនខ្ញុំនឹកមីងខ្លាំងណាស់ ឯណាអូយមានធំមែនមីងបីលេងរួយហើយណា តាសោកស្ដាយផងណារឿងប្រពន្ធឯងបានអីទេរឿងនេះខ្ញុំអញធ្វើចិត្តបានហើយបានបើគេយល់ឃើញថាបារាំងកាន់បាល់ជាងជនជាតិថៃមិនដែរគេទៅបានគិតអញ្ចឹងល្អហើយខ្ញុំរកប៉ុនថ្មីនៅទីនេះក៏បានតែអាណិតតែគួយសូដាទេណា បាទគឺរឿងនេះខ្ញុំនិយាយ5សូដាដែរគេពិតជាក្រៀមក្រំហើយបានយល់សូដាគឺជាក្មេងដែលមានគំនិតចាស់ជាងក្មេងដូចគ្នាបានអញ្ចឹងល្អហើយ សូដាមកហើយ ពីរអ្នកនេះទេនាំគ្នាមកពីណានឹង ខ្ញុំនាំសូដាដើរមើលហាងចា យ៉ាងមិនដែរតើហាងស្អាតទេ មិនស្អាតទេបាទកាលពីឆ្នាំមុនស្អាតជាង បាក់មុខ ពួកទាំងអស់នេះចាស់ហើយគ្មានកម្លាំងទៅធ្វើឲ្យហាងស្អាតបានទេដូច្នេះនៅចាំសូដាព្រមទាំងប៉ាណា បងហ្វាត់នៅចាំសន្យាដែលបានឲ្យម៉ែបានទេ ក៏ដែរហ្វុនកំព្រួយអីកូនត្រឡប់មកវិញហើយពុកម៉ែ2ឆ្នាំនៅអាមេរិកកូនអាចបាត់បង់អ្វីម្យ៉ាងទៅតែកូនក៏បានចំណេះចេះដឹងនិងបទពិសោធន៍ដើម្បីធ្វើក្តីសុបិនម៉ែអាចខ្លាចបានជាការពិតតាមដែលខ្ញុំបានណាត់ជាមួយនឹងហ្វុនព្រមទាំងសូដាខ្ញុំនឹងធ្វើហាងចុងភៅម៉ែម៉ូឲ្យទៅជាហាងបានសម្រាប់ជោគជ័យមានឈ្មោះល្បីល្បាញតាមអ្វីដែលម៉ែចង់បានចាំមើលចុះបាន ការពិនខ្ញុំជាមនុស្សគ្មានបានការធ្វើអ្វីមិនសូវពូកែទេតែខ្ញុំសន្យានឹងពុកព្រមទាំងម៉ែហើយថាខ្ញុំនឹងជួយបងហ្វាត់ធ្វើគ្រប់យ៉ាងពុកនឹងម៉ែមិនបាច់បារម្ភទេចា អ
ស្អីរបស់ឯងហ្នឹងហុយនោះបៀមិនល្អហ៎ មែនមិនល្អច្រើនណាស់ បៀមិនល្អយ៉ាងម៉េចទៅ ការបែកបាក់គ្នា អើយនេះអាណាបែកបាក់គ្នា អឺ អានេះអាណាបែកបាក់គ្នា គ្មានអីទេពិតជាមើលទៅខុសចាំថ្ងៃក្រោយមើលសារជាថ្មីក៏បានដែរណាហូយ កែមិនប្រឡាក់បែបនេះបើភ្ញៀវគេមកឃើញកែប្រឡាក់បែបនេះគេមានអារម្មណ៍ថាយ៉ាងម៉េចទៅត្រូវដោះស្រាយបានណារឿងនេះស្លាប់ព្រាក៏មិនស្អាតដែរណាស្មុគគ្រោកខ្លាំងណាស់ដំណើរមើលខុសត្រូវរឿងនេះការតម្រូវវិញផងការសម្អាតបងចង់ឲ្យនាំមុខគេណានេះក៏មិនស្អាតដែរនេះនេះក៏ចឹងដែរលោកអ៊ីនហេតុអីបានជាលោកមិនជ្រើសរើសខ្ញុំហេតុអីបានជាខ្ញុំស្រឡាញ់លោកហេតុអីតើដោយសារតែនាងឯងនឹងហើយស្លាប់ទៅខ្ញុំសុំឲ្យស្លាប់ស្លាប់ទៅ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 ឯងត្រូវតែស្លាប់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 ខ្ញុំសុំទោសនេះខ្ញុំសុំទោសខ្ញុំសុំទោសចាបាញ់ឮសូរសំឡេងអីនឹងកូន សំឡេងអូប្រហែល
ជាខ្ញុំច្រៀងលើខ្លាំងបន្តិចហើយចា អូអារម្មណ៍ល្អមែនតែនឲ្យកូនឯងនេះ ប្រហែលជាអញ្ចឹងទេដឹងគឺខ្ញុំត្រេកអរនឹងនិច្ឆាណាស់ បើគ្មានអីទេមកតាគេងវិញហើយណាកូន ចា សួស្តីបាទហាងនេះបរិយាកាសល្អមែនមកទីនេះញឹកញាប់ទេ តើឆ្ងាយទៅ ពួកខ្ញុំនិយាយជាមួយនាងតាមស្រួលទេណាមានជីវធម៌ខ្លះផង ខ្ញុំសម្បោខ្ញុំប្រាប់ថាតើឆ្ងាយ សុំទោសផងបាទទីនេះជាហាងរបស់អ្នកនាងបើពួកខ្ញុំអង្គុយនៅត្រង់នេះអ្នកណាចង់ធ្វើអី ពួកខ្ញុំតាមឡានអ្នកនាងមកសូមប្រាប់ឈ្មោះនិងលេខទូរស័ព្ទមកណាយ៉ាងមិនទៅហើយហ្នឹងហ៎ ចាញ់ទៅចាញ់ទៅប្រាប់ថាចាញ់ទៅចាញ់ទៅចាញ់ទៅចាញ់ភ្លាម អាហារមកដល់ហើយបាទចាអរគុណអូយគួរឲ្យស្រឡាញ់មែនតែឈ្មោះអីដែរចាឈ្មោះអូនសូដាបាទ អូនហ្វុនអូនហ្វុនបងមកសប្រៃផងណា អៀនខ្មាស់មែនណា តើទូយកទៅបងឲ្យអូនណាតើទូយកទៅណាមើលទៅស្អាតមែនចាក់ជួយ អូស្អាតមែន អើយអើយចូលក្នុងផ្ទះវិញអូយតើណាហើយមកវិញមកវិញ លេង មកលេងទី គឺម្នាក់នេះហើយ ក្រោកហើយនៅអូប៉ានេះពីយកមិញនេះខ្ញុំរំភើបណាស់ខ្ញុំដេកមិនលក់ទេអេតាមមើលទៅអាចដូចជាងងុយដេកនៅឡើយទេដេកតទៅទៀតទៅណាប្រហែលជា1ម៉ោងទៀតខ្ញុំខលដាក់ឯងម្ដងទៀតណា ខ្ញុំក្រោកហើយសំនឹងចាំមកផ្លែតណាខ្ញុំនឹងទៅឡើយនេះហើយទៅហើយបំពេញតួនាទីជាអ្នកកំដរកូនកំមុំឲ្យរួចរាល់ទៅមនុស្សដូចជាឯងបានត្រឹមតែធ្វើជាអ្នកកំដរគេប៉ុណ្ណោះកំពុងតែស្រក់ទឹកភ្នែកញញឹមមានសេចក្តីសុខញញឹមទៅញញឹម
ហើយម៉ាក់កូនទៅសិនហា ចាំជួបគ្នាណាកូនសំណាងល្អណាកូន ម៉ាំងតែងខ្លួនឲ្យស្អាតណា ចា ប៉ាខ្ញុំដូចជាមានអារម្មណ៍មិនល្អយ៉ាងម៉េចមិនដឹងទេនេះ ពធគ្មានអីទេណាពិតជារំភើបណាស់ បើកឡានខ្ញុំបន្តិចទេណា បានមិនអីទេ ចូលទៅកំងរបស់ហើយនិយាយជាមួយភ្ញៀវខ្លួនឯងណា បងហ្វាន់មិនចូលទៅជាមួយខ្ញុំទេ រៀនចរចាខ្លួនឯងខ្លះផងទៅបើមិនអញ្ចឹងទេមិនប្រកែកទេ ធ្វើអីសំខាន់ម្ល៉េះគ្រាន់តែជួយប្អូនផងក៏មិនបាន មិនប្រាប់បានឲ្យចាប់ទៅបន្តិចចាំមកទួលណា ក៏បាន តាមមើលទៅមានក្តីសុខច្រើនហើយណានេះនេះមានលឺទេ ថាយ៉ាងម៉េចនឹងអូប៉ា ខ្ញុំប្រាប់ថាតាមមើលទៅនាងមានក្តីសុខខ្លាំងណាស់ណា មកពីថ្ងៃនេះជាថ្ងៃរៀបការរបស់ខ្ញុំនឹងណាសម្លាញ់ នាងសំណាងល្អមែនណាស់ នេះអញញ៉ាំស្រាមែនទេ ញ៉ាំអស់មួយដបណា មួយដបក៏ហាក់តែដឹង អត់ទេខ្ញុំញ៉ាំអស់មួយដបមែនណា ហេតុអីបានជាអញញ៉ាំស្រាបែបហ្នឹងអញមានបញ្ហាអីហ៎ ខ្ញុំមិនចង់កិនហើយក៏មិនចង់គិតអីទាំងអស់បានជាញ៉ាំនោះ អូប៉ាយកល្អឲ្យខ្ញុំបើកឡានវិញល្អជាងណា ឯងមិនបាច់បារម្ភទេខ្ញុំអាចបើកបាន សួស្តីបានខ្ញុំមកយកនំខេក ចាប់បានហើយពេញចិត្តទេចា បាទពេញចិត្តហើយសម័យខ្លួនគេពិតជាពេញចិត្តដែរបាន ប៉ាបើកឡាននិយាយបន្តិចទេណា នាងជាមិត្តដ៏ល្អបំផុតនៅក្នុងជីវិតខ្ញុំហើយណា អញក៏អញ្ចឹងដែរបានជាខ្ញុំយកឯងមកធ្វើជាកូនកំដរនឹងណា តាមក៏ពិតខ្ញុំមិនចង់ធ្វើជួនកាលយើងមិនសមធ្វើជាមិត្តនឹងគ្នាទេ ហេតុអីបានជាឯងនិយាយបែបហ្នឹងអូប៉ា បើនាងមិនមែនជាមិត្តខ្ញុំហើយយើងមិនបានស្គាល់គ្នាខ្ញុំអាចដណ្ដើមរបស់សំខាន់ពីនាងបានតែខ្ញុំធ្វើមិនបានព្រោះអីនាងជាមិត្តនឹងខ្ញុំ របស់សំខាន់ជារបស់ស្អីទៅអូប៉ាប្រាប់ខ្ញុំមកណាអញចង់បានអីខ្ញុំឲ្យអញគ្រប់យ៉ាង ប្រកាសហើយនេះ របស់អីទៅ លោកអ៊ីនអ៊ីសរ៉ា មែនហើយត្រូវចង់បែបហ្នឹងហើយ សូមឲ្យសំណាងល្អក្នុងថ្ងៃខួបកំណើត ឲ្យវាលឿនតិចទៅ ពុទ្ធោពេលវេលានៅសល់ច្រើនណាស់ណាមួយក៏ចិត្តរួចទៅហើយនេះបើចៅហ្វុនត្រឡប់មកវិញឃើញយើងរៀបចំខួបកំណើតឲ្យបែបនេះណាគេពិតជាត្រេកអររហូតហៀទឹកភ្នែកចេញមកមិនខានទេ ជឿខ្ញុំទៅពុទ្ធោ មែន
តាមបែកបាក់គ្នា មិនក៏ធ្វើមុខជូរដូចបាយប្អូនអញ្ចឹង បាក់ទៅឃើញសន្លឹកបៀដើមទៀតហើយ ផ្លេចសាបបៀទីដឹង ទេហើយខ្ញុំមិនស្រួលក្នុងចិត្តសោះមិនដឹងមានរឿងអីកើតឡើងទេ ហើយក៏តនាបាត់ឈឹងបញ្ញាប់ផងខ្ញុំសង្ឃភាពទៅមុខក្រាស់ណាស់នេះខ្ញុំស្រឡាញ់លោកអ៊ីនបើនាងមិនមែនជាមិត្តខ្ញុំទេខ្ញុំនឹងដណ្ដើមរបស់សំខាន់ពីនាងបានប៉ុន្តែនាងជាមិត្តរបស់ខ្ញុំជាមិត្តដែលខ្ញុំស្រឡាញ់ជាទីបំផុតខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចនេះឯងនាងមានដឹងទេខ្ញុំត្រូវរងទុក្ខវេទនាមកប្រហែលឆ្នាំហើយនៅខ្ញុំរកច្រកចេញមិនឃើញនេះប៉ុន្តែពេលនេះខ្ញុំនឹកឃើញដោយគំនិតខ្ញុំថាខ្ញុំត្រូវធ្វើយ៉ាងម៉េចអញចង់ធ្វើអីយើងជាមិត្តនឹងគ្នាមែនតើនេះយើងស្លាប់ជាមួយគ្នាណាអូប៉ាកុំអីណាអូប៉ាចប់តែណាចប់តែអូប៉ាចប់តែអូប៉ាអូប៉ាបងហ្វាន CD បាត់ទៅហើយណា បងឈឺទេបងឈឺទេបងហ្វាន មិនអីទេហ្វុនមិនអីទេរបស់នៅក្នុងឡាននោះ របាយបងរបាយតែបងសកាត់ឲ្យចប់ទៅណា លោកជាអ្នកបើកឡានមានបាំងពីក្រោយមែនទេ បាទមែនហើយ ចាមែន បងហ្វាន់ក្រាមបងยังไม่ตายបងលោកប៉ូលីសហៅឡានពេទ្យឲ្យបន្តិចមកបងហ្វាន់ក្រាម សូមហៅឡានពេទ្យមកកន្លែងកាត់ហាត់ជាមិនទាន់ បងក្រាម អ្នកនាងជាប្អូនស្រីរបស់លោកហ្វាត់ក្រាមមែនទេ មែនហើយបងប្រុសខ្ញុំយ៉ាងម៉េចហើយ នាងផុតពីគ្រោះថ្នាក់ហើយ បាញ់ចាំខ្ញុំសុំសួរសុខទុក្ខបានទេ អញ្ជើញ បងហ្វាត់ក្រាមបងយ៉ាងម៉េចទៅហើយ អូនហ្វុន យ៉ាងម៉េចទៅហើយបង បងជិះក្បាលណាហ្វុន បងហ្វាត់
ក្រាបបែកក្បាលហើយគ្រូពេទ្យប្រាប់ថាបាត់បង់ឈាមច្រើនណាស់ប៉ុន្តែលេងអីហើយ ចុះស្រីពីរនាក់នោះពួកគេយ៉ាងម៉េចទៅហើយ ខ្ញុំមិនដឹងទេនៅបារម្ភនឹងគេធ្វើអីទៀតអ្នកគ្រូពេទ្យនារីពីរនាក់នោះយ៉ាងម៉េចទៅហើយ ម្នាក់នោះមិនអីទេប៉ុន្តែម្នាក់ទៀត នេះនៅទីណា អ្នកនាងមានឈឺត្រង់ណាទេ គឺឈឺត្រង់មកហើយក៏ឈឺនៅត្រង់ដៃដែរ នៅមុខរបស់អ្នកនាងមានការប៉ះពាល់យ៉ាងខ្លាំងចំណែកដៃអ្នកនាងបាក់ខាងយើងបានអបឲ្យអ្នកនាងរួចរាល់ហើយមានត្រង់ណាឈឺចុកចាប់ទៀតទេ អត់មានទេឯណានេះអ្នកដែលនៅក្បែរខ្ញុំគេនៅទីណា มังกร សុំទៅផងលោកបង្កនខ្ញុំមិនហ៊ានប្រាប់លោកអីទេជួយប្រាប់ឲ្យខ្ញុំផង ណែកាត់ឯហ្នឹងកុំប្រាប់ថាឯងភ្លេចយកចិញ្ចៀនមកណែឯងភ្លេចយកចិញ្ចៀនមកមែនទេអាឈួតអើយឯងឆ្នាក់ដល់គុណប្រុសយ៉ាងម៉េចបាច់ជាភ្លេចចិញ្ចៀនបែបហ្នឹងមិនពិតទេខ្ញុំមិនជឿឯងទេឯងខកខ្ញុំមែនទេនេះណែបានហើយឈប់ធ្វើមុខបែបនេះទៀតទៅ ខ្ញុំថាឯងទៅជាមួយខ្ញុំវិញល្អជាង ណែឈប់ឯងគិតត្រង់ហ្នឹងពិធីចាប់ផ្ដើមហើយណា ទៅរកនិរឆា គឺនេះធ្វើដំណើរមកទីនេះហើយណា នេះមានរឿងអីអូន
នេះក្រោកឡើងមកធ្វើជាកូនកំមុំកូនកំមុំពិសេសជាគូនឹងបងក្រោកឡើងនេះក្រោកឡើងមករៀបការជាមួយបងយើងជាកូនកំណោះកូនកំមុំដែលមានក្តីសុខបំផុតក្នុងโลกនេះយើងរស់នៅជាមួយគ្នាជារៀងរហូតណាស់នេះក្រោកឡើងអូននេះអូនបានសន្យានឹងបងហើយក្រោកឡើងអូននឹងបងនិយាយទេនឹងបងនិយាយទេអូននឹងបងនិយាយទេក្រោកឡើងនេះនេះក្រោកឡើងអូននេះក្រោកឡើងអូននេះស្រឡាញ់អូននេះក្រោកឡើងអូនបងស្រឡាញ់អូនណាស់នេះក្រោកឡើងយើងស្រឡាញ់គ្នាណាអូនចៅហ្វុនឯងប្រកាសក្នុងចិត្តហើយថាចៅហ្វានមិនរបួសធ្ងន់ ចាគ្រូពេទ្យពិនិត្យច្បាស់លាស់ហើយចៅហ្វុនចៅសម្លឹងមើលអីហ្នឹងហ៎ គ្មានអីទេតែខ្ញុំដូចជាធ្លាប់ឃើញមុខគេ កុំទៅមើលមុខគេអញ្ចឹងអីវាមិនល្អទេណាគេកំពុងឲ្យយំផងនេះ អើចាស់តា នៅពេលខ្ញុំបានឡើងមកដល់ផ្លូវប្រម៉ៃជា4គឺមានឡានមួយគ្រឿងទៀនបានបាក់កាត់ភ្លើងក្រហមមកខាងស្ដាំហើយពេលនោះគេបាក់លឿនណាស់ខ្ញុំព្យាយាមចន់ប្រេកយ៉ាងខ្លាំងតែមិនទាន់បានជាបុកគ្នាយ៉ាងពេញទំហឹងតែម្ដងទៅបានខ្ញុំដឹងខ្លួនម្ដងទៀតខ្ញុំហាក់បីដូចជារវើរវាយដល់ពេលដែលខ្ញុំដឹងខ្លួនមកខ្ញុំក៏បានចុះពីលើឡានរួចហើយពេលនោះប្អូនខ្ញុំក៏រត់មកបានហើយបើខ្ញុំត្រូវការបន្ថែមខ្ញុំមករកលោកម្ដងទៀតបានសូមលោកចុះទៅលេខាត្រង់នេះផងដែរអរគុណបាទខ្ញុំទៅសិនបាទយ៉ាងមិនទៅហើយហ្នឹងហ៎ សំមើស្នាមរបួសបន្តិចតើច្រើនទេ លោកឪពុកកុំស្លាប់អីណា ពុកមិនស្លាប់យីទេកូនអូពីផ្លេចទៅហើយ Happy birthday ណាហ្វុន អរគុណចាស់ នាងអូប៉ជួយនិយាយហាត់ការឲ្យស្ដាប់បន្តិចវាកើតឡើងដោយរបៀបណា ខ្ញុំនឹងនិឆា
និយាយគ្នាមកដល់ផ្លូវបំបាយជា4មានឡានបាំងក្រៅមកពីណាមិនដឹងទេបន្ទាប់មកទៀតគ្រប់យ៉ាងច្របូកច្បល់ខ្លាំងណាស់ តែនេះមានបើកកាត់ភ្លើងក្រហមមកដែរទេ ចាអត់ទេ ប្រកាសក្នុងចិត្តហ៎ ចាខាងនោះទេដែលបើកកាត់ភ្លើងក្រហមមក តែខ្ញុំបានរបាយការណ៍មកថានេះមានជាតិអាល់កុហុលនៅក្នុងឈាមរបស់អ្នកនាង ចាខ្ញុំញ៉ាំស្រា ស្វឹងឲ្យបើកយ៉ាងណាក៏ខុសដែរ ចាប៉ុន្តែនេះអត់បានញ៉ាំទេ មានន័យថាម៉េចទៅបានតើអ្នកណាជាអ្នកបើក នេះរាជាចាហើយឡានរបស់នេះចា ใกล้ชิดกัน រឿងស្នេហ៍និរន្តរ៍ភាគទី1ចប់តែប៉ុណ្ណេះសូមអរលោកអ្នកអញ្ជើញទស្សនាភាគទី2សូមអរគុណ